ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញបងប្អូនពីរបៀបធ្វើគ្រឿងស្លនំបញ្ចុកទុកជាពិសេសបងប្អូនអ្នកនៅស្រុកគេបើថាចង់ធ្វើគ្រឿងហ្នឹងពេលទៅស្រុកខ្មែរធ្វើយកមកដកស្រុកគេដាក់ទូកក់ផ្លុកពេលត្រូវការស្លដកផ្លែតចេញមកឥឡូវនេះបងប្អូនត្រីចំពោះយើងនៅស្រុកគេប្រើត្រីអីប្រើទៅតែខ្ញុំប្រើត្រីប្រាប្រឡាក់អំបិលហើយនឹងម្សៅស៊ុបឡមហើយយកទៅអាំងក្នុង air fry បន្ទាប់ពីអាំងហើយគឺខ្ញុំអាំងប្រហុកទៀតគ្រឿងនេះយើងធ្វើទុកយើងប្រើរបស់អាំងបានឆ្ងាញ់បងប្អូនពេលហើយដាក់ខ្ជាយដាក់ម៉ានដាក់ទៅតាមបងប្អូនចូលចិត្តគ្រឿងបុកនេះគឺខ្ញុំមានស្លឹកក្រូចមានរំដេងមានស្លឹកមានខ្ទឹមសហើយដាក់បុកចូលគ្នាអញ្ចឹងហើយដាក់ប្រហុកចូលដាក់ប្រហុកបុកអញ្ចឹងហើយបានបេះត្រីអាំងដាក់គ្រឿងផ្សំមានតែប៉ុណ្្នឹងទេបងប្អូនហេតុអីបានខ្ញុំអាំងត្រីពីព្រោះពេលដែលយើងស្ងោរទៅត្រីវាសើមខ្លាំងហើយទី1ទៀតវារាងអស់ជាតិទៅនឹងទឹកស្ងោរដោយសារអីគ្រឿងនេះគឺយើងធ្វើទុកអញ្ចឹងអាំងត្រីឆ្ងាញ់ជាងវីដេអូដំបូងគឺខ្ញុំដាក់ស្ងោរដាក់ជ្រុំប្រហុកអីអញ្ចឹងក៏ប៉ុន្តែបន្ទាប់មកខ្ញុំមកថាងអាំងត្រីម្ដងអញ្ចឹងខ្ញុំមានបទពិសោធន៍របស់ខ្ញុំហើយបានខ្ញុំចេញវីដេអូជូនបងប្អូនហើយបានខ្ញុំលក់ជូនបងប្អូនខ្មែរនៅប្រទេសអង់គ្លេសអញ្ចឹងពេលដែលបងប្អូនដកយកមកបានយើងដាក់គ្រឿងផ្សំថែមបើបងប្អូនប្រើខ្ទិះដូងយើងដាក់ខ្ទិះដូងទៅយើងដាក់ស្ករម្សៅស៊ុបប៊ីចេងបុកអីគេស្ដែកដីដាក់អានឹងជារឿងរបស់បងប្អូនចំពោះទឹកវិញទឹកដែលយើងដាំបើសិនជាមានក្បាលត្រីឬមួយក៏ឆ្អឹងមាន់អីក៏ដោយដែលបងប្អូនមានណាអញ្ចឹងបងប្អូនដាក់ស្ងោរទៅហើយបើមានស្លឹកគ្រៃទៀតណាដាក់មកកូនដុំខ្ញុំឲ្យតែស្លនំបញ្ចុកពេលដែលខ្ញុំស្ងោរត្រីខ្ញុំតែងតែដាក់ស្លឹកគ្រៃមកដុំឲ្យវាមានជាតិវាធំក្លិនឈ្ងុយបងប្អូនស្លឹកគ្រៃវាឈ្ងុយណាចឹងធ្វើឲ្យនំបញ្ចុកយើងកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនអ្នកនៅស្រុកគេពេលទៅស្រុកខ្មែរយើងត្រីរ៉ស់បងប្អូនខ្វះអីនៅស្រុកយើងអញ្ចឹងបងប្អូនអាំងហើយដាក់គ្រឿងផ្សំដូចខ្ញុំមកអាំងប្រហុកអាំងអីមកដល់ស្រុកគេយើងដាក់ចូលទូកកផ្លុកត្រូវការដកមកភ្លាមអានេះគ្រាន់តែខ្ញុំឲ្យយោបល់ទេបើបងប្អូនចង់ធ្វើក៏ធ្វើទៅបងប្អូនមិនចង់ធ្វើជារឿងរបស់បងប្អូនអញ្ចឹងហើយនៅពេលដែលខ្ញុំមានកំណត់ធ្វើអាហ្នឹងបងប្អូនខ្ញុំហើយនឹកឃើញធ្វើលក់ជូនបងប្អូនខ្មែរដល់ពេលលក់មានអីបងប្អូនហើយ2-3អាទិត្យនេះរវល់ធ្វើអារឿងគ្រឿងនំបញ្ចុកនឹងតែម្ដងអញ្ចឹងភ្លក់រសជាតិតាមបងប្អូនចូលចិត្តចឹងនៅក្នុងវីដេអូនេះបងប្អូនមានតែប៉ុណ្្នឹងទេបើសិនជាមានការខុសឆ្គងត្រង់កន្លែងណាមួយអីបងប្អូនសូមអធិស្ឋានផងជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូក្រោយថ្ងៃនេះម៉ែសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ